លោកយានតាអ្នកកំពុងទៅណាការបង្រៀនជាកន្លែងដែលមនុស្សម្នាក់រកឃើញនិងមានវត្តមានដោយប៉ិនប្រសប់នឹងមនុស្សមែនទេលោកយានចាប់តាំងពីយើងបានភ្នាល់រួចមកអ្នកត្រូវតែអនុវត្តតាមច្បាប់នៃល្បែងមែនហើយលោកជីនព្រឹកស្អែកទៅជាងសេបាវសូមរីកាពីកាត់ប្រកិច្ចលោកអាបេបើអ្នកមិនទៅទេខ្ញុំនឹងវីអ្នកវីដេអូល្បែងស៊ីសងបាននាំឲ្យមានគ្រោះថ្នាក់ដល់សាហាវមួយទេខ្ញុំនឹងទៅវាមិនអាចទៅរួចទេតើត្រឹមត្រូវទេមិនអីទេបញ្ហាត្រូវបានដោះស្រាយហើយខ្ញុំគួរតែទៅឥឡូវនេះហេតើអ្នកកំពុងធ្វើអ្វីលោកយាងតើលោកមានអ្វីផ្សេងទៀតដែលលោកត្រូវការទេព្រោះអ្នកមិនចង់ធ្វើជាបុគ្គលិកទេបន្ទាប់មកធ្វើជាមិត្តប្រុសរបស់ខ្ញុំទេលោកជាងលោកកំពុងលេងសើចនឹងខ្ញុំមែនទេតើត្រឹមត្រូវទេខ្ញុំមិនលេងសើចជាមួយអ្នកទេខ្ញុំនិយាយឲ្យចំទៅក្រៅពីនេះកុំហៅខ្ញុំថាអ្នកចាត់ការទូទៅយ៉ាងអីជួបបរិះដែលដេញតាមខ្ញុំលាតសន្ធឹងពីទីនេះរហូតដល់ French Open ប្រទេសខ្ញុំបានផ្ដួចផ្ដើមគំនិតដើម្បីតាមរកអ្នកតើមានអ្វីខុសជាមួយនោះពេញសូមផ្ដល់ពេលវេលាខ្លះឲ្យខ្ញុំគិតអំពីវាប្រាក់ខែប្រចាំឆ្នាំដែលបានព្រមព្រៀងគ្នាពីមុនចំនួន100លាននេះហើយចុះយ៉ាងម៉េចដែរហើយខ្ញុំផងដែរបងហ្វេងតើពេលណាបងនឹងឡើងកាន់តំណែងវិទ្យាសាស្ត្រផលិតផលពិតប្រាកដលោកលីនឥឡូវនេះអ្នកបានកាន់កាប់ត្បូងពេជ្រហើយវាត្រូវបានលាក់ដល់ពេលត្រូវមកការិយាល័យជាមួយខ្ញុំហើយដើម្បីទទួលបានព័ត៌មានយើងនិយាយអំពីដំណើរការងារតើខ្ញុំបានកាន់កាប់ using នៅពេលណាខ្ញុំនៅទីនេះចោលខ្មៅទេបងប្រុសហ្វេងលោកលីនមើលនេះហើយខ្ញុំមានសំណួរមួយសម្រាប់អ្នកសូមកុំជ្រៀតជ្រែកជាមួយរឿងសំខាន់តើវាអាចទទួលយកបានទេទេលោកលីនកុំប៉ះខ្ញុំសៀវហ្វេងមកមើលចុះនេះជាអ្វីដែលខ្ញុំកំពុងស្វែងរកដំណើរទស្សនកិច្ចរបស់អ្នកគឺសំខាន់ណាស់អាវផាយនាគពណ៌ស្រាលតម្លៃ360ទៅ70លានយ៉នរោគនេះគ្រីតយ៉នអាចស្លៀកបានធម្មតាវាព្យួរនៅផ្ទះហើយខ្ញុំពិតជាចង់ពាក់វាណាស់កូនកំឡោះឲ្យនេះមិនមែនជាអាវផាយនាគទេតើវាជាផ្នែកមួយនៃការប្រមូលផ្ដុំរបស់សារមន្ទីរទេមែនហើយវាពិតជាសារមន្ទីរមែនការប្រមូលផ្ដុំរបស់សារមន្ទីរប៉ុន្តែសូមមើលនៅទីនេះកាលពីខែមុនចុងភៅរបស់ភោជនីយដ្ឋានត្រូវបានតែងតាំងឧបករណ៍នោះបានដំណើរការខុសប្រក្រតីដែលបណ្ដាលឲ្យអាវនាគខ្សែមាសកត់ស៊ុយហើយប្រែជាពណ៌ខ្មៅហើយលំនាំដូចពុកលេចឡើងលំនាំក៏បាត់ជ្រុងមួយដែរសិប្បកម្មអំបោះបូកាតរបស់យុនជីនជូងគឺរឿងតែមួយគត់ដែលអាចជួសជុលស្ថានភាពដែលមានបញ្ហារបស់វាតែយាននេះបានស្លាប់យ៉ាងឆាប់រហ័សឥឡូវនេះមានតែ2អ្នកប៉ុណ្ណោះដែលនៅសល់ពីពូជពងផ្ទាល់ខ្លួនកូនកំឡោះតើអ្នកចង់ឲ្យខ្ញុំជួយអ្នកទេកំពុងស្វែងរកនរណាម្នាក់មែនទេប្រសិនបើយើងកំពុងស្វែងរកនរណាម្នាក់លោកជីននឹងជាងវានឹងលឿនជាងក្នុងការស្វែងរកវាតាមវិធីនោះមែនទេបន្ទាប់ពីអាវផាយនាគត្រូវបានខូចខាតមនុស្សជាច្រើនពួកគេបានមកមាត់ទ្វារខ្ញុំដោយនិយាយថាពួកគេអាចជួសជុលវាបានសារមន្ទីរបានទទួលពួកគេបានបង្ហាញខ្ញុំនៅគំរូនៅពេលក្រោយហើយខ្ញុំអ្នកអាចប្រាប់ការពិតបានមួយផ្លែបច្ចេកទេសត្បាញចទោះបីជាវាដូចគ្នានឹងឈួនហួសក៏ដោយមែនហើយប៉ុន្តែខ្ញុំតែងតែមានអារម្មណ៍ថាមានអ្វីមួយខុសប្រក្រតីការជួសជុលយ៉ាងច្បាស់លាស់នៃសារពើផនដែលខូចខាតនឹងគ្រឿងចក្រការរចនាមូលដ្ឋានមានតម្លៃ2000យ៉នម៉ាស៊ីននៅលើខ្លាំងមែនវាស្ទើរតែមិនអាចបែងចែកបានពីរបស់ពិតកូនកំឡោះនេះពិតជាមិនមែនជាមនុស្សគ្មានប្រយោជន៍ទេបច្ចេកទេសពិតណាស់សូម្បីតែអ្នកនិយាយដូចនេះក៏ដោយប៉ុន្តែគំរូដំបូងបំផុតដែលពួកគេបានផ្ដល់ជូនគុណភាពគឺពិតជាអំបោះលំដាប់ខ្ពស់កូនកំឡោះមានរឿងអ្វីកើតឡើងឬខ្ញុំនឹងទៅជាមួយអ្នកដើម្បីមើលល្អកូនកំឡោះឲ្យអ្នកបានមកដល់ហើយថ្ងៃនេះខ្ញុំបាននាំភ្ញៀវមកជូនអ្នកមកទីនេះវាជាអ្នកកូនកំឡោះនេះមិនមែនជាអ្វីដែលត្រូវប្រាប់អ្នកខាងក្រៅទេជំនាញចម្លែកនឹងគ្មានប្រយោជន៍នោះអ្នកនាំមកនៅវាផ្ទុយនឹងច្បាប់សម្រាប់អ្នកខាងក្រៅចូលមកលោកជើអ្នកមិនសូវពូកែលេងល្បែងទេតើអ្នកប្រើថ្មដើម្បីវិតម្លៃអក្សរចង់នឹងគំនូរដែរឬទេហើយអ្វីបានជាអ្នកធ្វើត្រាប់តាមពាក្យស្លោកខ្ជិះខ្ជីនឹងចម្លែកជាការងារបន្ថែមរបស់ខ្ញុំមិនទទួលយកវាទេខ្ញុំកំពុងរកប្រាក់បន្ថែមហាងយ៉ានយិនគឺជាអាជីវកម្មពិតរបស់ខ្ញុំពូគាត់ក៏ជាអ្នកវិតម្លៃត្បូងដែរខ្ញុំបាននាំគាត់មកទីនេះថ្ងៃនេះដោយសារតែខ្ញុំចង់ឃើញអំបោះផ្កាយ៉ានយិនឆ្វេងរបស់អ្នកសូមក្រឡេកមើលជួសជុលនិងត្បាញចោលបាប់យន្តដោយប្រើអំបោះលាក់ការឈូកមានតម្លៃ100ទៅ500 1000ឈុតវាហាក់ដូចជាគាត់ពិតជាកំពុងធ្វើត្រាប់តាមម៉ាស៊ីនមែនទំនេរក្រណាត់របស់ពូឈីននោះពិតជាក្រណាត់យន្តមែនតើអំបោះឈួញហួរមានប្រភពមកពីណាចុះវាវិញលោកចៅហ្វាយចៅតាមដែលខ្ញុំដឹងនេះអំបោះផ្ការបស់យ៉ានយិនឈួញមានលក្ខណៈពិសេសខាងបច្ចេកទេសច្បាប់ផ្កាសីផ្លាស់ប្ដូរពណ៌យ៉ាងងាយកន្ទុយត្រូវបានកាត់ចេញដោយដៃវាស្មុគស្មាញណាស់ក្នុងការរៀនត្រឹមត្រូវហើយលើសពីនេះទៅទៀតវាត្រូវការពេលយូរដើម្បីបញ្ចប់ហេតុអ្វីបានជាអ្នកមានច្រើនណាស់ខ្ញុំមានទេពកោសល្យពិសេសតើវាខុសទេក្នុងការប៉ាក់យ៉ាងលឿនតើវាលឿនទេក្នុងការប៉ាក់តើដៃរបស់អ្នកលឿនឬម៉ាស៊ីនរហ័សតើអ្នកកំពុងនិយាយរឿងមិនសមហេតុផលអ្វីខ្លះខ្ញុំបានប៉ាក់របស់ទាំងអស់នេះដោយខ្លួនឯងកុំស្មានបើអ្នកមិនយល់អ្វីដែលអ្នកកំពុងពិពណ៌នាគឺផលិតដោយម៉ាស៊ីនទាំងអស់នេះជូចាស់ឲ្យប្រាប់ខ្ញុំពីការពិតមកនេះតើពួកគេភាគច្រើនមកពីណាអូលោកឈីនតើអ្នកមិនធ្លាប់ជួបគាត់ពីមុនមកទេគំរូរបស់យើងវាពិតជាមិនមែនជាម៉ាស៊ីនតែមួយទេអាក្មេងល្ងងនោះខ្ញុំមិនដឹងថាគាត់មកពីណាទេគាត់ទើបតែលេចចេញមកអ្នកមិនអាចស្ដាប់ពាក្យមិនសមហេតុផលរបស់គាត់បានទេជារឿងមិនសមហេតុសមផលជាវិញខ្ញុំមានសំណាករបស់ពួកគេខ្ញុំបានឃើញវាហើយអូលោកឈីនវាងាយស្រួលពន្យល់ណាស់